សួស្តីបងប្អូនទាំងគ្នាស្វាគមន៍សាជាថ្មីជាមួយនឹង Channel Planet Official ទៀតហើយបាទថ្ងៃនេះដែរខ្ញុំមកអាប់ដេតពីការដកលុយហ្នឹងហើយដើម្បីបង្ហាញទៅកាន់បងប្អូនទាំងគ្នាហ្នឹងហើយពីរបៀបការដកលុយជាមួយនឹងកម្មវិធី Bitman នេះជាកម្មវិធីមួយដែលអាចសាងប្រាក់ចំណូលជាមួយវាហ្នឹងហើយងាយៗទេបងប្អូនទាំងគ្នាយើងគ្រាន់តែលេងហ្គេមនៅក្នុងហ្នឹងទៅយើងនឹងទទួលបានជាមួយនឹងលុយអញ្ចឹងណាងាយៗទេបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងតាមដានវីដេអូមួយនេះតាមដានរហូតដល់ចប់និងដឹងពីរបៀបការដកលុយតើគេដកដោយរបៀបណាហ្នឹងហើយចឹងបងប្អូនទាំងគ្នាអាចទស្សនានៅវីដេអូមួយនេះបានហ្នឹងហើយចឹងតើតើជាមួយនឹងការដកលុយងាយស្រួលទេគ្រាន់តែបងប្អូនទាំងគ្នាគ្រប់លុយនៃចំនួននៃការគេឲ្យដកចឹងបងប្អូនទាំងគ្នានឹងទទួលបានជាមួយនឹងការដកលុយពីកម្មវិធី game ហ្នឹងហើយចឹងសម្រាប់ការដកលុយយើងអាចដកទៅតាមរយៈ account PayPal ចឹងណាបាទចឹងកុំឲ្យខាត់ពេលវេលាបងប្អូនទាំងគ្នាយូរសម្រាប់បងប្អូនទាំងគ្នាដែលដៃថ្មីឬក៏ទើបទស្សនានៅវីដេអូមួយនេះកុំភ្លេចជួយចុចប៊ូតុង Subscribe មួយទៅដើម្បីជាការលើកទឹកចិត្តដើម្បីខ្ញុំបង្ហាញពីវីដេអូថ្មីដើម្បីចែកជូនទៅកាន់បងប្អូនទាំងគ្នាទៀតចឹងណាតែឥឡូវយើងសូមចូលទៅកាន់កម្មវិធី gaming នឹងបងប្អូនបើសិនជាបងប្អូនទាំងគ្នាដែលទើបទៅមកថ្មីអត់បាន download នេះគឺជា link នៃការ download ចឹងបងប្អូនទាំងគ្នាក៏ចុចទៅលើចំណងជើងនៃវីដេអូរបស់ខ្ញុំទៅនៅឃើញ link នេះខ្ញុំចឹង link នៅខាងក្រោមហ្នឹងបងប្អូនទាំងគ្នាអាច down បានចឹងកម្មវិធីរកលុយគឺមានច្រើននៅក្នុងហ្នឹងចឹងបងប្អូនទាំងគ្នាអាចធ្វើការចូលមក download លេងបានសិតតែ game ដែលអាចដកលុយបានទាំងអស់ដែលខ្ញុំបានណែនាំក្នុងហ្នឹងអញ្ចឹងណាអត់មានឲ្យបងប្អូនទាំងគ្នាខាត់ពេលវេលាទេឲ្យតែបងប្អូនទាំងគ្នាគ្រប់លុយអាចដកបាន 100% តែម្ដងហ្នឹងហើយតើឥឡូវកុំឲ្យខាត់ពេកយើងចូលទៅកាន់កម្មវិធីនឹងទាំងបាទសម្រាប់ការដកលុយឃើញបងប្អូនទាំងគ្នាមើលតែ message នៅខាងលើនេះទៅមានបងប្អូនខ្មែរយើងជាច្រើនអ្នកដែលបានដកលុយចេញពីកម្មវិធី game មួយហ្នឹងហើយងាយៗទេអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើការចូលលេងអញ្ចឹងសម្រាប់នៅកន្លែងនេះគឺយើងអាចចូលលេងបានហើយសិតតែបានលុយទាំងអស់បងប្អូនទាំងគ្នានៅកន្លែងហ្នឹងចឹងបងប្អូនទាំងគ្នាគ្រាន់តែចុចនៅកន្លែងហ្នឹងមកសម្រាប់កន្លែងហ្នឹងគឺគេឲ្យយើងនេះធ្វើម៉េចឲ្យមាននេះសញ្ញាបែបនេះខ្ញុំបង្ហាញបងប្អូនទាំងគ្នាតិចនៅឲ្យមានមួយមកគឺយើងអាចដោះ map មួយនេះបានហើយ map ដែលមាននៅក្នុងនេះចឹងណាដែលគេចង់ឲ្យយើងដោះទៅនឹងទទួលបានកាក់នឹងលុយចឹងកាក់លុយហ្នឹងសិតតែមានផលប្រយោជន៍ដើម្បីសន្សំធ្វើការដោលុយវិញចឹងណាសម្រាប់កាក់តែបើលុយខ្ញុំសំទៅដកកន្លែងផ្សេងទៀតខ្ញុំនឹងបង្ហាញតែនេះគឺខ្ញុំបានគ្រប់លុយហើយចំនួន 1k កាក់គឺយើងទទួលបាន$1អញ្ចឹងខ្ញុំដកលុយ$1ដើម្បីចូលទៅកាន់ account PayPal របស់ខ្ញុំតើគេដកដោយរបៀបណាចាំបងប្អូនទាំងគ្នាចាំទស្សនាទាំងអស់គ្នាអញ្ចឹងខ្ញុំបង្ហាញទូទៀតសម្រាប់បងប្អូនដៃថ្មីអញ្ចឹងណាហើយគាត់អត់ទាន់ដឹងអញ្ចឹងបងប្អូនទាំងគ្នាកន្លែងមើលខាងនេះបានន័យថាបងប្អូនទាំងគ្នាធ្វើឲ្យគ្រប់លក្ខខណ្ឌរបស់គេមកអញ្ចឹងកន្លែងនេះគឺនៅពេលបងប្អូនទាំងគ្នាចូលទៅលេងនៅក្នុង game នេះចូលលេងក្នុង game គឺបងប្អូនទាំងគ្នានឹងទទួលបានកាក់នៅកន្លែងហ្នឹងហើយកុំភ្លេចចុចដូរផងបានន័យថាដូរកាក់ហ្នឹងចេញជាលុយវិញបើកាលណាបងប្អូនទាំងគ្នាដូរកន្លែងហ្នឹងទេគឺកាក់កន្លែងនេះរបស់យើងនេះគឺមានអត់គ្រប់ទេបានន័យថាលេងច្រើនក្តារមិនកាក់អត់ឡើងបងប្អូនទាំងគ្នាច្បាស់តែឆ្ងល់អញ្ចឹងណាបាទហើយបន្ទាប់មកអាទី2នេះខ្ញុំប្រាប់ទៅទូសិនចាំទៀតខ្ញុំប្រាប់ពីវិធីការដកលុយតើដកដោយរបៀបណាតោះនេះចូលកន្លែងនេះដើម្បីបំពេញបេសកកម្មអញ្ចឹងនៅក្នុងនេះគឺគេមានដែរសម្រាប់ឲ្យបងប្អូនទាំងគ្នានេះមើលចឹងកន្លែងនេះគេឲ្យយើង invite friend មួយថ្ងៃបាន5នាក់គេនឹងបើកកន្លែងនេះឲ្យយើងអញ្ចឹងនៅពេលបងប្អូនទាំងគ្នាបើកកន្លែងនោះមកគឺអាចបដូរទៅបើកកន្លែងចំណុចណាមួយផ្សេងៗទៀតដែលមាននៅក្នុងនឹងអញ្ចឹងណាហើយកន្លែងនេះគឺយើងមើលនៅពាណិជ្ជកម្មយើងទទួលបានជាមួយនឹងលុយរបស់គេអញ្ចឹងណាបាទទៅតាមកាក់ហ្នឹងហើយនេះគឺយើងលេងគ្រប់ level មកគឺមានច្រើនបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាធ្វើម៉េចចូលទៅដោះឲ្យអស់មកខ្ញុំទៅដោះបាន3នេះអញ្ចឹងខ្ញុំនៅមួយនេះទៀតជាមួយខ្ញុំដោះឲ្យមើលហើយពីរបៀបនៃការលេងខ្ញុំគិតថាសប្បាយបងប្អូនទាំងគ្នាបងប្អូនទាំងគ្នាក៏ចុច start ឡើងនេះមកហ្នឹងហើយអញ្ចឹង game ហ្នឹងគឺ game ដូចបាញ់គ្នាដែរកាប់ហ្នឹងហើយឃើញកាប់ដូចកាប់គ្នាដែរអញ្ចឹងណាខ្ញុំគិតថាបងប្អូនទាំងគ្នាធុញទេធ្វើ game នេះវាមើលទៅសប្បាយដែរអញ្ចឹងណាបងប្អូនទាំងគ្នាហ្នឹងហើយឃើញនៅពេលដែលបងប្អូនទាំងគ្នាលេងអញ្ចឹងមកគឺយើងនឹងទទួលបានជាមួយនឹងកាក់នៅខាងលើបងប្អូនទាំងគ្នាមើលទៅលើផុតទៅនឹងឃើញកាក់យើងឡើងហើយអញ្ចឹងនៅពេលដែលកាក់យើងឡើងហ្នឹងគឺយើងអាចសំដូរចេញជាលុយបានអញ្ចឹងណាបាទអាហ្នឹងគ្រាន់ជាការបង្ហាញទូទេជាមួយខ្ញុំលេងចប់មួយវគ្គសិនបាទបងប្អូនទាំងគ្នាតាមទីទៀតចាំទៅទស្សនាពីវិធីការដកលុយព្រោះយើងបញ្យល់ពីការលេងទៅបងប្អូនទាំងគ្នាយល់ហើយបងប្អូននឹងលេងឆាប់បានដកលុយហើយសម្រាប់ការដកលុយដកតាមរយៈ account PayPal បើសិនជាបងប្អូនទាំងគ្នាអត់មានហ្នឹងហើយបងប្អូនទាំងគ្នាអាចបង្កើតទៅហ្នឹងហើយងាយទេតែបើសិនជាអត់ចេះចាំមើលខ្ញុំនឹងព្យាយាមចេញនៅវីដេអូនៃការបង្កើតចាំមើលខ្ញុំទៅនេះតិចសិនដោយសារមួយរយៈនេះខ្ញុំរវល់ការងារដែររវល់ការងារហងរវល់កូនហងអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចេះឆ្លៀតតិចទៅដើម្បីចែកជូនទៅកាន់បងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាបាទឥឡូវយើងឈ្នះមេវានេះអូខេអញ្ចឹងយើងឈ្នះយើងទូបានលុយប៉ុណ្ណឹងអូខេហើយទូបានកាក់ចាំមើលខ្ញុំប្រាប់នេះនៅពេលវាលុតសញ្ញាចេះ
បងប្អូនទាំងគ្នាឃើញសញ្ញាឧទានអត់បាទហ្នឹងគឺជាកន្លែងដែលយើងអាចដោះបានហើយនៅពេលវាលោតចេះគឺយើងចុចមកយើងអាចដោះបានយកលុយឬក៏យកកាក់របស់គេហ្នឹងហើយអូខេហ្នឹងហើយខ្ញុំថាបងប្អូនទាំងគ្នានឹងយល់កន្លែងហ្នឹងហើយកន្លែងនេះក៏យើងអាចដោះបានដែរនេះឃើញអត់អញ្ចឹងយើងបាន2ទៀតអញ្ចឹងដល់ពេលគេបង្ហាញកន្លែងដែលមានសញ្ញាឧទានបងប្អូនទាំងគ្នាចូលទៅដោះទៅឃើញអត់ឥឡូវគេឲ្យយើងដោះ map គេមួយទៀតហើយអញ្ចឹងខ្ញុំដោះ map គេសិនអូខេអូខេចឹងគេឲ្យតែយើងនេះទេចឹងគេឲ្យយើងបាន2អញ្ចឹងយើងបានកាក់ប៉ុណ្ណឹងហើយយើងនេះចឹងសម្រាប់ពេលបងប្អូនទាំងគ្នាលេងបានកាក់ឲ្យឃើញកាក់យើងរត់មកនៅកន្លែងនេះបងប្អូនទាំងគ្នានេះចឹងខ្ញុំបង្ហាញពីការនេះដកកាក់នឹងតិចចឹងបងប្អូនទាំងគ្នាឃើញកាក់នឹងហើយបងប្អូនទាំងគ្នាចុច balance on ហ្នឹងមកហើយចុចនេះមកពណ៌ខៀវចឹងបងប្អូនទាំងគ្នាចុចកន្លែងហ្នឹងមកដើម្បីយើងធ្វើការបដូរកាក់ហ្នឹងឃើញអត់ដកកាក់ហ្នឹងដើម្បីឡើងកន្លែងនេះឃើញអត់អញ្ចឹងយើងធ្វើការដកលុយបាននៅកន្លែងហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់កន្លែងហ្នឹងហ្នឹងហើយកន្លែងនេះក៏យើងនេះបានដែរដើម្បីយើងលេងឲ្យបាននេះកន្លែងហ្នឹងដូចឈាមអញ្ចឹងបងប្អូនទាំងគ្នាចុចកន្លែងហ្នឹងទៅអញ្ចឹងមួយថ្ងៃគេឲ្យ4ដងដែលឲ្យចុចមើលនៃពាណិជ្ជកម្មគេកន្លែងហ្នឹងគេ free បាទមួយថ្ងៃម្ដងគឺបាន5ឈាមអញ្ចឹងបងប្អូនទាំងគ្នាអាចមានឱកាសលេងបានច្រើនហើយកន្លែងហ្នឹងបាទដោយសារតែខ្ញុំវាអស់ឃើញអត់អញ្ចឹងខ្ញុំចុចកើតទេតោះស្អែកខ្ញុំចុចកើតបាទតើទៅជាមួយនឹងការដកលុយដែរគឺកន្លែងនេះគឺគ្រប់$15គឺយើងអាចដកបានបងប្អូនទាំងគ្នាឃើញទេខ្ញុំមាន$12.50 សេនហើយអញ្ចឹងខ្ញុំនៅសល់តែ$2.50 សេនទេគឺខ្ញុំនឹងមានសិទ្ធិในការដកលុយ$15ចេញពីកន្លែងហ្នឹងហើយគឺអត់មានទាមទារលក្ខខណ្ឌអីទេបងប្អូនទាំងគ្នាបាទអញ្ចឹងរយៈពេលតែប៉ុន្មានគឺយើងអាចដកចេញពីនឹងបានអញ្ចឹងមើលទៅពេលខ្ញុំដកកន្លែងហ្នឹងខ្ញុំបង្ហាញវីដេអូបងប្អូនបន្ថែមទៀតខ្ញុំអាប់ដេតជូនបងប្អូនទាំងគ្នាអញ្ចឹងណាជាមួយខ្ញុំលេងបានសិនហ្នឹងហើយសារខ្ញុំ level ដែរខ្ញុំចេះឆ្លៀតលេងខ្លះៗទៅហើយឥឡូវខ្ញុំបង្ហាញពីការដកលុយកន្លែងនេះវិញដែលយើងអាចដកបានចាប់ពី$1បាទកន្លែងហ្នឹងហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នាក៏ចុចកន្លែងកាបូបលុយយើងមកអត់មានអីបាក់ទេគ្រប់លុយហ្នឹងហើយឃើញអត់នៅពេលដែលយើងចុចមកគឺវានឹងឲ្យវាយទី1នឹង email របស់យើងបាទទី2គឺឈ្មោះ PayPal និយាយទៅគឺបងប្អូនទាំងគ្នាទី1 Gmail របស់ PayPal ទី2គឺឈ្មោះរបស់ PayPal អញ្ចឹងណាអញ្ចឹងបងប្អូនទាំងគ្នាវាយឲ្យត្រូវកុំឲ្យខុសបើខុសគឺវាចូលទៅរបស់គេផ្សេងហើយអញ្ចឹងបងប្អូនទាំងគ្នាព្យាយាមវាយឲ្យត្រូវមកតែឥឡូវខ្ញុំសូមវាយបញ្ចូលតិចសិនដើម្បីដកលុយឲ្យបងប្អូនទាំងគ្នាបានទស្សនាបាទនៅពេលបងប្អូនទាំងគ្នាបានវាយ email ឈ្មោះ account PayPal បងប្អូនទាំងគ្នារួចហើយបងប្អូនទាំងគ្នាកុំភ្លេច tick នៅខាងក្រោមនេះផងបាទខាងក្រោមនេះចឹងកន្លែងនេះខ្ញុំអត់បង្ហាញទេជា account personal ខ្ញុំហើយបងប្អូនទាំងគ្នាក៏ចុចពាក្យថា continue មកជាការស្រេចហើយបាទអញ្ចឹងយើងបានភ្ជាប់រួចហើយបាទអញ្ចឹងបងប្អូនទាំងគ្នានេះចុចកន្លែងនេះមកហើយចុចពាក្យខាងក្រោមនេះមកបាទអញ្ចឹងលុយយើងនឹងបាត់ហើយអញ្ចឹងលុយយើងនឹងបាត់ហើយបងប្អូនទាំងគ្នាអាចមើលកន្លែងនេះបានឃើញអត់កន្លែងហ្នឹងអញ្ចឹងនេះលុយយើងវាកំពុងតែ process យើងហើយតែចាំមើលតិចទៀតចាំមើលលុយគេផ្ញើមកពេលណាចាំខ្ញុំបង្ហាញបងប្អូនទាំងគ្នាទៀតចឹងណាចាំមើលតិចទៀតបើវាផ្ញើចូលភ្លាមចាំខ្ញុំបង្ហាញអត់យូរទេបងប្អូនទាំងគ្នាឲ្យតែយើងដកភ្លាមអាចចូលភ្លាមអញ្ចឹងណាឥឡូវគេកំពុងតែពិនិត្យមើលហើយអញ្ចឹងអត់អីទេយើងចាំមើលទាំងអស់គ្នាហើយកន្លែងនេះបងប្អូនទាំងគ្នាកុំភ្លេចចូលមក check in បងប្អូនទាំងគ្នាក៏ចុចទៅលើពាក្យ check in នៅខាងលើនេះហ្នឹងហើយកុំភ្លេចបងប្អូនទាំងគ្នាចូលមក check in កន្លែងហ្នឹងក៏ចុចកន្លែងហ្នឹងទៅហើយបងប្អូនទាំងគ្នាអាចធ្វើការដោះនៅគ្រប់ cloud ដែលបងប្អូនទាំងគ្នាបានចូលលេងអញ្ចឹងខ្ញុំចូលលេងបាន6ថ្ងៃបានន័យថាខ្ញុំថ្ងៃទី7ទី8រហូតដល់ថ្ងៃទី15អញ្ចឹងណាអញ្ចឹងខ្ញុំដោះឲ្យអស់ហ្នឹងទៅគឺនឹងទទួលបានកាក់តាមហ្នឹងហើយបាទខ្ញុំគិតថាងាយទេសម្រាប់បងប្អូនទាំងគ្នាបាទអញ្ចឹងខ្ញុំប្រាប់ពីរបៀបនៃការរកអស់ហើយសម្រាប់បងប្អូនទាំងគ្នាចង់ណែនាំមិត្តភក្តិទៀតនេះបងប្អូនទាំងគ្នាក៏ invite code copy code ខាងលើនេះទៅយកទៅណែនាំមិត្តភក្តិទៅសម្រាប់បងប្អូនទាំងគ្នាដែលអត់មានលេខកូដអាចយកលេខកូដរបស់ខ្ញុំមកដាក់បានបើសិនជាមានលេខកូដគេដាក់លេខកូដគេក៏បានដែរអត់ជាបញ្ហាទេតែបើសិនជាអត់មានលេខកូដខ្ញុំដាក់លេខកូដខ្ញុំក៏ខ្ញុំអរគុណច្រើនសម្រាប់ការដាក់លេខកូដខ្ញុំអញ្ចឹងណាបាទឥឡូវខ្ញុំសូមបង្ហាញតិចសិនចាំមើលបង្ហាញពីការដកលុយបានអញ្ចឹងណាឥឡូវចាំតិចបាទនេះគឺជាចំនួនទឹកលុយខ្ញុំដកបានបងប្អូនទាំងគ្នាអាចមើលនៅលើវីដេអូមួយនឹងបានហើយគឺខ្ញុំដកបាន$1ហើយចាំរយៈពេលដូចជារឿង10នាទីដែរហ្នឹងហើយមកគេនេះឲ្យអញ្ចឹងណាហ្នឹងហើយទៅតាមទឹកលុយដែរទេបងប្អូនទាំងគ្នាបើមានតិចវាអាចនឹងលឿនជាងនឹងអញ្ចឹងណាទៅតាមជាក់ស្ដែងបាទ
ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការបង្ហាញទៅកាន់បងប្អូនទាំងគ្នាបើសិនជាពេញចិត្តនៅវីដេអូមួយនេះហ្នឹងហើយកុំភ្លេចជួយចុចប៊ូតុង Subscribe ដាក់មួយទៅហើយជួយ like ជួយ share ហើយបើសិនជាមានចម្ងល់អាច comment ខាងក្រោមវីដេអូរបស់ខ្ញុំបានបងប្អូនទាំងគ្នាអត់ជាបញ្ហាទេខ្ញុំនឹងព្យាយាមដោះស្រាយជូនបងប្អូនទាំងគ្នាដែលមានចម្ងល់អញ្ចឹងណាបាទអរគុណច្រើនសម្រាប់ការទស្សនាតាមវីដេអូនោះដល់ចប់ហ្នឹងហើយជួបគ្នានៅវីដេអូ